បានជម្រាបសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះពិសេសផងដែរមានជាមួយនឹងការបើកប្រអប់ Reno 13 5G បាទដែលមានពណ៌សបាទពណ៌សលក្ខណៈបែកមេអំបៅបាទបងប្អូនទាំងគ្នាបាទហើយ Oppo Reno 13 5G នេះវាមានRAM បាទ 12G បូកបន្ថែម Instant RAM 12G ទៀតអញ្ចឹងណាហើយជាមួយនឹង Memory ROM ម៉ាស៊ីនហ្នឹងគឺ 256G ហើយនៅក្នុងហ្នឹងវាមានថែមជាមួយនឹងឆ្នាំងសាក screen ជាពិសេសនៅOppo Reno 13 5G ហ្នឹងគឺមានប្រព័ន្ធការពារទឹក IP69 ណាអាចថតនៅក្នុងទឹកបានអញ្ចឹងណាបាទបងប្អូនអរគ្នាហ្នឹងហើយសម្រាប់បងប្អូនដែលគាត់ទិញគឺវាមានកាដូណាបានច្រើនបាទបើមើលជាមួយនឹងក្នុងប្រអប់បាទនៅក្នុងអញ្ចឹងយើងទទួលបានទៅលើទូរស័ព្ទហើយសម្រាប់ឆ្នាំងសាកគឺយើងទទួលបានទៅលើឆ្នាំងសាកដែលមានកម្លាំង80វ៉ាត់មកស្រាប់ជាមួយផ្ទាល់តែម្ដងណាមានបានតានី USB ហើយជើងចាក់ SIM បាទហើយមានជាមួយនឹងស្រោមវាមកស្រេចតែម្ដងស្រោមជ័រថ្លាទន់បាទអញ្ចឹងបងប្អូនគាត់ទិញគឺគាត់ដាក់ស្រោមនឹងទូរស័ព្ទឲ្យហើយទៅដើម្បីនឹងឲ្យយើងការពារអញ្ចឹងណាបាទស្រោមវាក៏ស្អាតដែរបងប្អូនអរគ្នាវារៀងកាញ់ដើម្បីកុំឲ្យវាខូចទៅលើទឹកថ្នាំសពកខាងក្រោយអញ្ចឹងណាបាទអញ្ចឹងពេលដែលបងប្អូនអរគ្នាបើកប្រអប់ហើយយើងអាចធ្វើការបើកជាមួយនឹងទូរស័ព្ទបានណាយើងបើកទូរស័ព្ទដើម្បីជួយសិតជាមួយនឹងមុខងារផ្សេងវាហើយទៅអញ្ចឹងណាដូចជាGoogle Play Store account នេះយើងផ្សេងហ្នឹងបងប្អូនអរគ្នាសិតមកហើយតែម្ដងទៅអញ្ចឹងយើងបើកវាហើយអញ្ចឹងបាទហើយបងប្អូនអរគ្នារងចាំមកសន្ទុះសិនទៅបាទហើយសម្រាប់នៅក្នុងនឹងដែរសម្រាប់ទូរស័ព្ទOppo Reno 13នេះគឺតម្លៃវា$499ទំហំថ្មទំហំអេក្រង់វា 6.59 អ៊ីនAMOLED 120Hz ណាហើយខ្ញុំបញ្ជាក់ម្ដងទៀតអញ្ចឹងពេលដែលបងប្អូនអ្នកគ្នាបើកមកគឺយើងសិតជាមួយនឹងមុខងារវាមួយទៅបានអក្សរអង់គ្លេសឬក៏អក្សរខ្មែរហើយសម្រាប់ទីតាំងផ្សេងយើងដាក់សិតនៅបើយើងប្រើនៅកម្ពុជាយើងសិតដាក់នៅកម្ពុជាយើងអីចឹងណាបាទហើយសម្រាប់ RAM របស់វាគឺចំនួន12G ប៉ុន្តែបូកបន្ថែមជាមួយនឹង 12G និងសម្រាប់ memory ក្នុងម៉ាស៊ីនចំនួន 256GB សិតតាមនឹងអញ្ចឹងណាបាទ Wi-Fi យើងមិនបាច់តន់ដាក់ទេហើយវាក្នុងនឹង scan ក្រយៅដៃផ្សេងបងប្អូនសិតឲ្យហើយទៅក៏បានដែរធ្វើតាមការណែនាំចុចតាមការណែនាំរបស់ជារួមទូរស័ព្ទវាឲ្យយើងសិតហើយស្រេចហើយសម្រាប់កម្មវិធីផ្សេងយើងមិនបាច់តន់ download អីក៏បានដែរហើយសេរីមុខងារនៅនឹងហើយតាមដែលយើងត្រូវការបាទ Color OS ដូចជា Color OS 15មកលើបាទបងប្អូនអរគ្នាហ្នឹងហើយភ្ជាប់ជាមួយនឹងកាដូបាទកាដូមកមើលកាដូម្ដងណានៅក្នុងប្រអប់កាដូបាទបងប្អូនអរគ្នាបាទហ្នឹងហើយអញ្ចឹងនៅក្នុងកាដូហ្នឹងបាទមានជាមួយនឹងបាទចង្ហាលតូចបាទនេះចង្ហាលតូចនឹងមួយហើយនឹងកំប៉ុងទឹកបាទមានអីចង្ហាលហ្នឹងគឺប្រើឡាហើយវាមានចុចវាបាន3-4លេខដែរអញ្ចឹងណាហើយកំប៉ុងទឹកបាទហើយបងប្អូនអរគ្នាសម្រាប់ទៅលើបាទកាមេរ៉ាបាទសម្រាប់ទៅលើកាមេរ៉ាគឺសម្រាប់កាមេរ៉ាគោលវាខាងក្រោយហ្នឹងគឺ50 megapixel ហើយហ្នឹងហើយវាមានជាមួយនឹង3ក្របបាទមួយទៀត8 megapixel ហើយនឹងមួយទៀតគឺ2 megapixel ហើយសម្រាប់កាមេរ៉ាក្រោយហ្នឹងគឺថតបានដល់កម្រិត 4K 30 frame ហើយនឹង 1080p 30 frame និង60 frame ណា 4K ក៏ថតបានដូចគ្នាហ្នឹងហើយសម្រាប់កម្លាំងម៉ាស៊ីនបងប្អូនអរគ្នាសម្រាប់កម្លាំងម៉ាស៊ីនហ្នឹងហើយគឺទទួលបាននៅ Android សម្រាប់platform របស់វាគឺទទួលសម្រាប់ OS របស់វាគឺទទួលបាន OS
Android 15 Color A15 Chip MediaTek Dimensity 8354 nanomet បាទហ្នឹងហើយពណ៌ស្អាតមែនទែនបាទបងប្អូនអ្នកគ្នាហ្នឹងហើយនេះគេហៅថាលក្ខណៈស្លាបមេអំបៅពណ៌សនេះបាទអញ្ចឹងការបើកប្រអប់មានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនដែលទៅបានស្គាល់គឺ Channel ខ្ញុំអាចជួយចុច Subscribe ចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតអរគុណច្រើន